សង្គ្រាមត្រូវបានឆាបឆេះឡើងដោយសារចំនួនក្នុងតំបន់អាស៊ីនិងពិភពលោកដែលមានកំណើតចេញពីប្រទេសកម្ពុជាបច្ចុប្បន្នគឺពស់ដំរីបានបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើនអនេកនាថ្ងៃអនាគតខាងមុខមនុស្សស្លាប់ច្រើនអនេករាប់មិនអស់ដោយសារភ្លើងសង្គ្រាមជំនាន់ក្រោយជាមួយអាវុធប្រឡាយលោកយ៉ាងសម័យទំនើបជាទីបំផុតដូចជាគ្រាប់មីស៊ីលឆ្លងទ្វីបមានក្បាលនុយក្លេអ៊ែរជាច្រើនគ្រាប់ពស់ដំរីបើយើងសម្លឹងមើលផែនទីនៃប្រទេសកម្ពុជានាជំនាន់សម័យមហានគរក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7យើងសម្គាល់បានឃើញថាផែនទីនាសម័យនោះមានភូមិសាស្ត្រជារូបសត្វដំរីដែលមានដែនសីមាខាងជើងជាប់ប្រទេសចិនខាងលិចជាប់ប្រទេសភូមាខាងកើតជាប់ប្រទេសចម្ប៉ាខាងត្បូងជាប់សមុទ្រនិងប្រទេសជ្វាតែផ្ទុយទៅវិញបើយើងសម្លឹងមើលផែនទីប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះវិញយើងសម្គាល់ឃើញថាផែនទីសពថ្ងៃមានភូមិសាស្ត្រដូចជារូបរាងពស់ដំរីដែលមានទន្លេ4មុខហូរឆ្លងកាត់ដូច្នេះពាក្យពស់ដំរីតំណាងឲ្យភូមិសាស្ត្រប្រទេសកម្ពុជានាសម័យបច្ចុប្បន្នរីឯពាក្យដំរីតំណាងឲ្យភូមិសាស្ត្រប្រទេសកម្ពុជានាសម័យមហានគរក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7ទន្លេ4មុខយើងអាចសម្គាល់ឃើញថានៅប្រទេសកម្ពុជាបច្ចុប្បន្នមានរូបរាងជាពស់ដំរីឃើញមានទន្លេ4មុខហូរកាត់ដូចជាទន្លេមេគង្គលើដៃទន្លេសាបទន្លេមេគង្គក្រោមទន្លេបាសាក់ឈាមដាបពស់ដំរីទន្លេ4មុខចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយឲ្យមានការប្រុងប្រយ័ត្ននៅថ្ងៃអនាគតខាងមុខពីព្រោះភ្លើងសង្គ្រាមនឹងត្រូវកើតឆាបឆេះឡើងដោយសារមានចំនួនក្នុងតំបន់អាស៊ីដែលមានកំណើតចេញពីប្រទេសកម្ពុជាបច្ចុប្បន្នគឺពស់ដំរីនិងបន្តចំនួនពេញពិភពលោកដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនអនេករាប់មិនអស់សង្គ្រាមសម័យថ្មីចុងក្រោយនេះចាស់បុរាណលោកឲ្យឈ្មោះថាសង្គ្រាមមួយចំអិនកំពឹសគឺជាសង្គ្រាមមួយដែលប្រើរយៈពេលដ៏ខ្លីប៉ុន្តែមានសភាពកាចសាហាវជាទីបំផុតអាចសម្លាប់មនុស្សរាប់លាននាក់ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះដោយហេតុថាគ្រាន់តែនៅទ្វីបអាស៊ីតែមួយមានប្រទេសមួយចំនួនដូចជាប្រទេសចិនជប៉ុនកូរ៉េខាងជើងឥណ្ឌាប៉ាគីស្ថានសុទ្ធតែជាប្រទេសដែលមានអាវុធប្រឡាយលោកយ៉ាងទំនើបជាទីបំផុតដូចជាមីស៊ីលឆ្លងទ្វីបមានក្បាលនុយក្លេអ៊ែរជាច្រើនគ្រាប់អាចកំទេចទីក្រុងទាំងមូលបានដោយងាយទាំងអស់នេះនៅមិនទាន់រាប់បញ្ចូលមហាអំណាចធំៗផ្សេងទៀតនៅឡើយទេដូចជាប្រទេសបារាំងអង់គ្លេសអាមេរិកកាំងរុស្ស៊ីជាដើមសពថ្ងៃគ្មានអ្នកណាម្នាក់មានជំនឿជឿថាសង្គ្រាមនុយក្លេអ៊ែរនឹងអាចផ្ទុះកើតឡើងបាននោះទេដោយហេតុថាពិភពលោកយើងនេះធ្លាប់បានឆ្លងកាត់នៅសេចក្តីវិនាសមហន្តរាយដ៏សែនជូរចត់និងយ៉ាងសែនអណោចអធមជាទីបំផុតជា2លើកកន្លងរួចមកហើយគឺសង្គ្រាមលោកទាំង2លើកទី1នៅឆ្នាំ1914ដល់ឆ្នាំ1918ទី2នៅឆ្នាំ1940ដល់ឆ្នាំ1945មនុស្សស្លាប់អស់រាប់សិបលាននាក់ទាំងនេះនៅមិនទាន់រាប់បញ្ចូលនៅសេចក្តីទុក្ខវេទនាផ្សេងទៀតដូចជាការព្រាត់ប្រាសក្រុមគ្រួសារបាត់បង់ទ្រព្យសម្បត្តិមហាជនតែងតែពោលពាក្យថាយើងរស់នៅក្នុងសតវត្សទី21ហើយវិទ្យាសាស្ត្រឈានទៅដល់ណាដល់ណីហើយគ្មានអ្នកណាគេអនុញ្ញាតឲ្យកើតមានសង្គ្រាមលោកលើកទី3នេះទៀតបាននោះទេយើងអាចសម្គាល់ឃើញមានការបកស្រាយខុសប្លែកពីគ្នាខ្លះបកស្រាយថាឈាមដាបពស់ដំរីនេះបានឆ្លងផុតរួចហើយនៅសម័យប៉ុលពតមនុស្សស្លាប់អស់ជាង2លាននាក់អ្នកខ្លះទៀតបានបកស្រាយថាកើតមានពេលមនុស្សជាន់គ្នាស្លាប់អស់រាប់រយនាក់នៅលើស្ពានកោះពេជ្រក្នុងឆ្នាំ2010ប៉ុន្តែការបកស្រាយទាំងប៉ុន្មានខាងលើនេះហាក់បីដូចជាមិនមានភាពសមស្របក្នុងការឆ្លើយតបទៅនឹងពាក្យការទស្សន៍ទាយដែលជាប្រស្នាដោយន័យដេញតគ្នាដូចជាពាក្យថាសង្គ្រាមមួយចំអិនក្រពឹសគឺជារយៈពេលរបស់សង្គ្រាមដែលមានឈ្មោះថាឈាមដាបពស់ដំរីទន្លេមុខ4បានបណ្ដាលឲ្យមនុស្សស្លាប់ច្រើនអនេកសៀមសល់មួយសួនយួនសល់មួយកោះខ្មែរងាប់អស់សល់មួយម្លប់ពោបលទ្ធផលចុងបញ្ចប់របស់សង្គ្រាមបាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្តតើសង្គ្រាមនេះអាចកើតមានឡើងឬអត់តើនៅសល់ប៉ុន្មានឆ្នាំឬប៉ុន្មានសតវត្សតទៅមុខទៀតទើបកើតចេញទាំងអស់នេះគឺជាចម្ងល់និងជាសំណួរដែលកូនចៅជំនាន់ក្រោយចង់ដឹងចង់យល់នៅពាក្យប្រស្នាខាងលើនេះដោយហេតុថាពួកគេអត់មានជំនឿទាល់តែសោះ
បញ្ចប់ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយថាអ្វីដែលមិនធ្លាប់កើតមានពីមុនមកគឺត្រូវតែកើតចេញដោយឯកឯងក្នុងពេលខាងមុខនេះដោយគ្មានអ្នកណាម្នាក់អាចបញ្ជៀសបានសូម្បីតែអ្នកវិទ្យាសាស្ត្រដែលធ្លាប់កំណត់ទុកនៅគ្រប់រឿងរ៉ាវទាំងឡាយដែលធ្លាប់កើតមានក្នុងសង្គមពីមុនក៏មិនអាចប្រមាណដឹងក្នុងរឿងនេះបានដែររឿងដែលកើតឡើងនាពេលខាងមុខវាជាទំនាយសាសនាហេតុដូច្នេះហើយបានជាចាស់បុរាណលោកលើកយកពាក្យឈាមដាបពោះដំរីទន្លេ4មុខដែលជាសង្គ្រាមមួយចំអិនក្រពឹសនេះមកផ្ដាំប្រាប់កូនចៅជំនាន់ក្រោយឲ្យបានដឹងជាមុននិងឲ្យមានការប្រុងប្រយ័ត្នដើម្បីឲ្យជៀសផុតនៅសេចក្តីវិនាសមហន្តរាយនិងឲ្យខំធ្វើបុណ្យដាក់ទានរៀនសិល5ចាំសិល8ក្រែងលោអាចឆ្លងវាល3អន្លង4ផុតរស់ទាន់អ្នកមានបុណ្យសេនាដៃដែកភ្នែកប្រាក់ចេញលើកសាសនាជាមួយព្រះបាទធម្មករាជក្នុងឆ្នាំកុលឯកស័ក្តិស្ដេចក្មេងសតូចស្ដើងសោយរាជនគរ3ការបកស្រាយនៅពាក្យទំនាយបុរាណខាងលើនេះបានបង្ហាញឲ្យយើងដឹងថាពាក្យសុភាសិតបុរាណខ្មែរទាំងអស់នេះមានដើមកំណើតតាំងពីសម័យមហានគរក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7តើអ្នកណាជាអ្នកនិពន្ធសុភាសិតទាំងអស់នេះ